ពូធឿនបានចំណាយពេលវេលានិងមាសប្រាក់ជាច្រើនដើម្បីលួចលាក់មានស្រីខាងក្រៅមិនឲ្យប្រពន្ធដឹងក្រោយមកពូធឿនបានជួបប្រទះនូវបញ្ហាជាច្រើនគាត់បានស្វែងយល់ឃើញថាស្រីស្មើនឹងពេលវេលាគុណមាសប្រាក់ជាងនេះទៅទៀតគាត់ក៏ដឹងទៀតថា1ពេលវេលាជាមាសប្រាក់2មាសប្រាក់ជាឫសគល់នៃបញ្ហាចូលស្រ័យបំភ្លឺថាស្រីជាបញ្ហាយើងនឹងសាកល្បងដោះស្រាយលំហាត់នេះទាំងអស់គ្នាបង្ហាញថាស្រីស្មើបញ្ហាតាមការអះអាងរបស់ពូធឿនស្រីស្មើពេលវេលាគុណមាសប្រាក់តែក្នុងបំរាប់ទី1ពេលវេលាជាមាសប្រាក់នោះយើងបានពេលវេលាស្មើមាសប្រាក់យើងធ្វើការជំនួសពេលវេលាទៅមាសប្រាក់គេបានស្រីស្មើមាសប្រាក់គុណមាសប្រាក់ស្មើមាសប្រាក់លើកជាការ៉េតាមបំរាប់ទី2មាសប្រាក់ជាឫសគល់នៃបញ្ហានោះមាសប្រាក់ស្មើឫសបញ្ហានាំឲ្យស្រីស្មើឫសបញ្ហាលើកជាការ៉េយើងសម្រួលឫសបញ្ហាជាមួយការ៉េយើងទទួលបានស្រីស្មើបញ្ហា